បាទជំរាបសួរថ្ងៃនេះយើងនឹងមកធ្វើការគណនារកផ្ទៃកាឡាវិញម្ដងបន្ទាប់ពីយើងចេះកំណត់បាតនិងកម្ពស់របស់ត្រីកោណរួចរាល់អញ្ចឹងកុំឲ្យខាតពេលចូលទៅវីដេអូតែម្ដងTry 1A find the area of the triangle PQR អញ្ចឹង PQR យើងសង្កេតឃើញថាដើម្បីគណនានៅផ្ទៃកាឡាឲ្យបានត្រឹមត្រូវបងប្អូនត្រូវដាច់ខាតឲ្យបាតនិងកម្ពស់ឲ្យត្រូវអញ្ចឹងក្នុងនេះដោយសារទៅតាមយមន័យរបស់យើងថាបាតនិងកម្ពស់តែងតែកែងគ្នាអញ្ចឹងយើងសង្កេតឃើញជ្រុងOQ គឺជាជ្រុងដែលជាបាតរបស់ត្រីកោណមួយនេះហើយកែងជាមួយនឹង OQ យើងសង្កេតឃើញថាអីគេនេះអាចជ្រុងពុះកដាលនេះមានន័យថាស្មើ15នេះគឺជាកម្ពស់របស់វាអញ្ចឹងយើងជំនួសចូលរូបមន្តយើងតែម្ដង1 លើ 2គេដាក់ឲ្យអញ្ចឹងបាតយើងជំនួសដោយ38ហើយកម្ពស់របស់វាយើងជំនួសដោយ15បន្ទាប់មកយើងយក38របៀបគណនាកន្លែងនេះណាឃើញបងប្អូនក៏នៅមានបញ្ហាកន្លែងនេះអញ្ចឹងយើងយក15គុណជាមួយ38យើងគុណធម្មតាបាទអញ្ចឹង5 8ដង40សេលេខ0ត្រា4 8ដង15 15នឹង4 19អញ្ចឹងមកហើយ1 8 3អញ្ចឹង0 7ត្រា1វាទៅជា550សុំទោស570 so UI យក570ចែកជាមួយនឹង2ដោយសារនេះរូបមន្តយើងកន្លែងនេះមូលហេតុដែលយើងត្រូវចែកនឹង2អញ្ចឹងកាត់ក្បៀសយកមកខ្ទង់ដាក់ចម្លើយបាន2សំណល់សល់1តម្លាក់7ចុះមកអញ្ចឹង8ដាក់បាន8ណា2 8ដង16សំណល់សល់1ទៀតតម្លាក់0ដាក់បាន5អញ្ចឹងចម្លើយcủaយើង285អូខេនេះរបៀបគណនាលេខបាទបើបងប្អូនខ្លះគាត់អាចសម្រួលចាំមើលខ្ញុំអាចធ្វើវិធីមួយទៀតគឺវិធីសម្រួលហើយបន្ទាប់មកផ្សេងខ្ញុំនឹងដាក់ចម្លើយខ្លីៗតែម្ដងមានន័យថាកន្លែងនេះបើសិនជា1 លើ 2គុណជាមួយនឹង38គុណនឹង15បងប្អូនគ្រាន់តែយក2សម្រួលជាមួយនឹង38អញ្ចឹងយើងបាន1យើងបានប៉ុន្មានដាក់9អញ្ចឹងយើងគ្រាន់តែយក9គុណនឹង15មកចម្លើយដូចគ្នា9គុណនឹង15 285ដោយមិនបាច់ចាំយកទៅចែកនឹង2ទៀតទេអញ្ចឹងចម្លើយយើង285នេះអានេះចេញមក285ហ្មងមិនបាច់ចាំចែកនឹង2ទេមូលហេតុគឺយើងសម្រួលហើយហើយយើងបាត់2ហើយអូខេអញ្ចឹងសាកល្បងទៀតយើងសាកល្បង B បាទ B យើងនៅតែប្រើតាមរូបមន្តផ្ទៃកាឡារបស់ត្រីកោណគឺ area ស្មើ1 លើ 2គុណនឹងបាតគុណនឹងកម្ពស់បាទអញ្ចឹងដូចជាក់ស្ដែងនៅក្នុង B នេះមានន័យថា area របស់វាស្មើ1 លើ 2ដដែលគុណជាមួយនឹងបាតបងប្អូនបាតកន្លែងនេះដោយសារវាស្រួលមែនទេមានតែ2លេខទេអញ្ចឹងប្រធានគេដាក់មកអត់លាក់យើងទេមានន័យយើងយក52គុណជាមួយនឹង7អញ្ចឹងបងប្អូនត្រូវដឹងខ្លួនឯងដែរថា52នេះគឺជាអីគឺជាបាត7នឹងគឺជាអីគឺជាកម្ពស់ហើយមូលហេតុអីបានអានឹងជាបាតអានឹងជាកម្ពស់ដោយសារតែវាកែងគ្នាដោយសារតែវា perpendicular នឹងគ្នាអញ្ចឹងយើងគ្រាន់តែគិតលេខមកគិតដូចគ្នាជាមួយនឹង try 1A អញ្ចឹងចម្លើយរបស់យើងគឺឃើញ182ហើយអញ្ចឹងក្រោយគណនាហើយយើងឃើញ182អញ្ចឹងຂະຫນាតរបស់វាសង់ទីម៉ែត្រការ៉េតមក D កន្លែងនេះវារៀង special ជាងគេបន្តិចអញ្ចឹងយើងនៅតែប្រើតាមរូបមន្តយើងដដែលទេមានន័យថារូបមន្តយើង1 លើ 2បាតគុណនឹងកម្ពស់តែអ្វីដែលបងអូនសួរបានឈើតើមួយណាគឺជាបាតហើយមួយណាជាកម្ពស់ហើយលេខកន្លែងនេះដល់ទៅ3អញ្ចឹងបើខ្ញុំយក28គុណជាមួយ23ចែកជា2ហ្មងបានអត់អញ្ចឹងណាអញ្ចឹងកន្លែងនេះសរុបមកវិញគឺអត់បានទេមានន័យថាកន្លែងនេះបាតរបស់វាគឺយើងយកទាំងអស់នេះអញ្ចឹងមានន័យយើងយក14បូកនឹង28សិន14បូកនឹង28យ៉ាអញ្ចឹងកន្លែងនេះយើងបាន2បាន4បាន42ម៉ែត្របាទអញ្ចឹងបាន42ម៉ែត្របងប្អូនមានន័យថាហ្នឹងគឺជាបាតដោយសារតែកន្លែងនេះវាកែងគ្នាហើយ23គឺជាកម្ពស់អញ្ចឹងណាបាទអញ្ចឹងខ្ញុំយក
42 គុណជាមួយនឹង23បាទកណនីដូចគ្នាណាកណនីដូចត្រី 1A អញ្ចឹងចម្លើយចុងក្រោយរបស់បងអូននឹងទទួលបាន483 អញ្ចឹងຂະຫນາດវាកន្លែងនេះគឺម៉ែត្រការ៉េអញ្ចឹងបងអូនដាក់ម៉ែត្រការ៉េមួយទៀតF letter F អញ្ចឹងយើងនៅប្រើដដែល1 លើ 2 បាទគុណនឹងកម្ពស់អញ្ចឹង letter A នេះមានលក្ខណៈពិសេសបន្តិចត្រង់ថាលេខវាដល់ទៅ5អញ្ចឹងបងអូនខ្លះអត់ដឹងយកអាមួយណាគុណមកអាមួយណាអញ្ចឹងដើម្បីឲ្យដឹងថាយកអាមួយណាជាបាទយកអាមួយណាជាកម្ពស់បងអូនអាចចូលទៅមើលវីដេអូទី2និងទី1របស់ឈើដែលបានផុសហើយអញ្ចឹងកន្លែងនេះដោយសារតែអ្នកបានមើលវីដេអូគេដឹងហើយថា12នេះគឺជាបាទអញ្ចឹងឈើយក1 លើ 2 គុណជាមួយនឹង12គុណជាមួយនឹង15មូលហេតុអីបានយើងអត់យក12បូកឲ្យនឹង8មូលហេតុអីនេះពួកយើងឃើញចុចហ៎បាទយើងឃើញចុចចាចុចហ្នឹងវាមិនមែនជាផ្ទៃរបស់ត្រីកោណឯណាមែនទេចឹងហើយបានយើងយកត្រឹម12គុណជាមួយនឹង15ទេហើយ15នេះគឺជាបាទអញ្ចឹងយើងគណនាដូចគ្នាដូច try 1A អញ្ចឹងចម្លើយយើងចុងក្រោយគឺឃើញ90ຂະຫນາດវាគឺម៉ែត្រការ៉េដាក់ຂະຫນາດឲ្យត្រូវណាដាក់ຂະຫນາດឲ្យត្រូវបើគេឲ្យម៉ែត្រការ៉េយើងដាក់ម៉ែត្រការ៉េបើគេឲ្យសង់ទីម៉ែត្រយើងដាក់សង់ទីម៉ែត្រការ៉េអូខេអញ្ចឹងវីដេអូយើងបានមកដល់ទីបញ្ចប់ហើយអញ្ចឹងកន្លែងនេះគឺជា homework ដែលបងប្អូនអាចធ្វើបានបន្ទាប់ពីបងអូនកណនាហើយអាច comment ចូលទៅក្រោមវីដេអូមួយនេះតើចម្លើយរបស់បងអូន A បានប្រមាណ C បានប្រមាណ E បានប្រមាណបាទអរគុណច្រើនជម្រាបលា